នៅក្នុងនគរមួយពោពេញដោយសន្តិភាពនិងមានផ្កាលំអដ៏ស្រស់ស្អាតនៅក្នុងនគរនេះមានព្រះនាងដ៏ស្រស់ស្អាតដែលលេងក្នុងសួនយ៉ាងមានក្តីសុខព្រះនាងកាន់ផ្កាលេងទាំងទឹកមុខស្រស់ស្រាយដោយមិនដឹងថាគ្រោះថ្នាក់កំពុងខិតជិតមកដល់នោះទេនៅក្នុងព្រៃងងឹតសត្វដៃណូស័រដ៏គ្រោះថ្នាក់បានដើរចេញពីក្នុងព្រៃនេះពួកវាធ្វើដំណើរទៅរកនគរដោយកម្លាំងដ៏សាហាវដៃណូស័របានបំផ្លាញរបស់របរអ្នកភូមិជាច្រើនបន្ទាប់មកវាបានដេញចាប់ព្រះនាងរហូតទាល់តែបានព្រះនាងតូចស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំងដោយពួកដៃណូស័របានព័ទ្ធជុំវិញយ៉ាងច្រើនបែបនេះពេលនេះព្រះនាងត្រូវបានដៃណូស័រចាប់យកនិងនាំចូលទៅក្នុងព្រៃយ៉ាងជ្រៅព្រះនាងតូចត្រូវបានឃុំឃាំងនៅក្នុងប្រាសាទថ្មដ៏ងងឹតព្រះនាងបានអង្គុយចុះទាំងអស់សង្ឃឹមព្រះនាងសូមជំនួយដោយចិត្តពេញទៅដោយសេចក្តីអស់សង្ឃឹមនៅឆ្ងាយនោះគីងកុងបានឮសំឡេងសុំជំនួយបន្ទាប់មកគីងកុងបានចូលពីភ្នំទៅតាមសំឡេងនោះដំណើរដ៏គ្រោះថ្នាក់របស់គីងកុងបានចាប់ផ្ដើមគាត់ឆ្លងកាត់ឧបសគ្គជាច្រើនដោយមិនថយក្រោយឡើយសត្វដៃណូស័របានដឹងថាមានវីរៈបុរសកំពុងមកជួយព្រះនាងហើយពេលនេះគីងកុងបានជួបដៃណូស័រដែលចាប់ព្រះនាងហើយការប្រយុទ្ធក៏បានផ្ទុះឡើងយ៉ាងសាហាវរវាងដៃណូស័រនិងគីងកុងទោះជាដៃណូស័រច្រើនយ៉ាងណាក៏គីងកុងមិនខ្លាយដែរវាខំប្រយុទ្ធយ៉ាងខ្លាំងក្លាគីងកុងបានបំបែកគុកដើម្បីជួយសង្គ្រោះព្រះនាងតូចគីងកុងបីព្រះនាងទៅវិញដោយសុវត្ថិភាពនិងសេចក្តីសុខសាន្តព្រះនាងញញឹមនិងអរគុណគីងកុងដែកបានជួយសង្គ្រោះចាប់ពីថ្ងៃនោះមកគីងកុងក្លាយជាវីរបុរសក្នុងបេះដូងរបស់មនុស្សទាំងអស់